ដោយព្រះបាទសូរ្យវរ្ម័នទី2ក្នុងគ្រិស្តសក1113ដល់1150ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនានិងមានទីតាំងស្ថិតនៅក្នុងរាជធានីយសោធបុរៈចំពោះការកសាងប្រាសាទអង្គរវត្តវិញគឺត្រូវប្រើកម្លាំងពលកម្មប្រមាណជាង30,000 នាក់ដំរី6,000 ក្បាលនិងប្រើប្រាស់ថ្មសរុបប្រមាណជាង10លានតោនប្រាសាទអង្គរវត្តមានកម្ពស់65ម៉ែត្របែរមុខទៅទិសខាងលិចមានក្រឡាផ្ទៃប្រហែល200ហិកតារាងចតុកោណដែលកំណត់ដោយកំផែងព័ទ្ធជុំវិញនិងគូទឹកដែលមានទទឹង200ម៉ែត្របរិវេណនៃកំផែងគឺមានប្រវែងប្រហែល 5.5 គីឡូម៉ែត្រផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្ដោយ250ម៉ែត្រនិងទទឹង12ម៉ែត្រនៅខាងមុខផ្លូវចូលមានតោថ្មធំឈរយាមនៅអមសងខាងផ្លូវនៅខាងចុងនៃផ្លូវចូលនោះមានគោបុរៈប្រាង្គ3ដែលមានកម្ពស់ខុសៗគ្នាហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយនៅគោបុរៈនោះមានថែវដែលមានកម្ពស់ជាវូតបន្ទាប់ពីគោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្ដោយ350ម៉ែត្រនិងទទឹង9ម៉ែត្រធ្វើពីថ្មភក់និងបង្កាន់ដៃនាគនៅអមសងខាងផ្លូវចំពោះចម្លាក់វិញគឺប្រាសាទអង្គរវត្តមានចម្លាក់អប្សរាយ៉ាងស្អាតហើយនៅជុំវិញប្រាសាទត្រូវបានរចនាដើម្បីតំណាងឲ្យភ្នំព្រះសុមេរុដែលជាទីលំនៅរបស់អាទិទេពនិងទេវតាក្នុងទេវកថាហិណ្ឌូកសិណឬគូទឹកព័ទ្ធជុំវិញប្រហែលជា16គីឡូម៉ែត្រចំណែកកសិណដែលប្រកបរបស់ប្រាសាទមានបណ្ដោយប្រវែង1500ម៉ែត្រគុណនឹងទទឹង1300ម៉ែត្រលើ200ម៉ែត្របើតាមលោកសុសដេសបានឲ្យដឹងថាប្រាសាទអង្គរវត្តតំណាងឲ្យពិភពលោកប្រាង្គកណ្ដាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្ដាលពិភពលោកប្រាង្គទាំង5តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដីនិងគូទឹកព័ទ្ធជុំវិញប្រាសាទគឺជាសមុទ្រដែលព័ទ្ធជុំវិញបន្ទាប់ពីការយាងសោយព្រះទីវង្គតរបស់ព្រះបាទសូរ្យវរ្ម័នទី2ដំណើរការនៃការសាងសង់ប្រាសាទអង្គរវត្តហាក់បីដូចជាបញ្ចប់មួយរយៈពេលខ្លីដោយបានបន្សល់ទុកនៅការតុបតែងលម្អចម្លាក់លៀនស្រាលៗដែលមិនទាន់បានបញ្ចប់នៅឆ្នាំ1177ប្រហែលជា27ឆ្នាំបន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទសូរ្យវរ្ម័នទី2អង្គរវត្តត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយចាមក្រោយមកចក្រភពនេះត្រូវបានស្ដារដោយព្រះមហាក្សត្រថ្មីគឺព្រះបាទជ័យវរ្ម័នទី7ដែលបានស្ថាបនារាជធានីថ្មីហើយនៅចុងសតវត្សទី13អង្គរវត្តបានប្រែក្លាយពីការប្រើជាប្រយោជន៍ព្រហ្មញ្ញសាសនាទៅជាប្រយោជន៍ពុទ្ធសាសនាថេរវាទដែលបន្តរ